ต่อบองปอนใส่គ្នាយើងមកមើលការផាត់មុខងាយតិចប្រចាំថ្ងៃអ្នកដកចេះសោះក៏អាចធ្វើបានដែរចំណាយពេលដល់10នាទីផងមិនថានៅផ្ទះទៅផ្សារឬក៏ទៅធ្វើការទេបានស្អាតរហូតតោះឥឡូវមកមើលវិធីដំបូងមុននឹងយើងចាប់ផ្ដើមផាត់មុខយើងត្រូវប្រកាសថាយើងប្រើ skin care អីដែលថែមុខរបស់យើងឲ្យនៅស្រោមនេះគឺជួយផ្ចិតរនរមហើយជួយបន្តឹងស្បែកមុខរបស់យើងទៀតបន្តមកទៀតយើងបន្ថែមជាមួយនឹង cream bright up ដែលមានមុខងារជួយឲ្យមុខរបស់យើងទន់ម៉ត់អលងគីឡូពេញមួយថ្ងៃសំខាន់ណាស់គឺផ្ដល់សំណើមហើយចិញ្ចឹមស្បែកមុខរបស់យើងបានល្អខ្លាំងណាលាបថ្នមឲ្យអស់មួយជើងសក់អញ្ចឹងមកដើម្បីឲ្យមុខងារទាំងស្រោមទាំង cream ធ្វើការបានល្អគ្រាន់តែលាបឲ្យភ្លាមឃើញថាស្បែកទាំងសងខាងខុសគ្នាម្ខាងអត់ទាន់លាបម្ខាងលាបហើយតោះឥឡូវមកលាបសងខាងឲ្យបងប្អូនឃើញពេលដែលយើងរើស skin care ត្រូវអាចថែមុខរបស់យើងឲ្យអត់ពិបាកផាត់មុខទេប៉ុន្តែកុំភ្លេចលាបកផងព្រោះកក៏សំខាន់ដែរណា skin care ត្រូវមានលេខការពារកម្ដៅថ្ងៃប៉ុន្តែកប់ជូនអីថតអត់ជាប់អញ្ចឹងក៏ម្លងទៅហើយរាល់ថ្ងៃនេះខ្ញុំប្រើប្រភេទ cushion ដោយសារតែវាផ្ដល់ជាតិសំណើមនៅលើស្បែកមុខរបស់យើងហើយការគូនចើមណាអ្នកទាំងអស់គ្នាកុំព្យាយាមគូសដិតយកក្នុងពេលតែមួយអីព្យាយាមគូសច្រើនដងប៉ុន្តែស្រាលសម្រាប់អ្នកអត់សូវចេះផាត់មុខណាគូសទៅតាមទម្រង់ចើមដែលយើងមានស្រាប់នឹងមកពីព្រោះថាបើទោះជារោមចើមមកយើងអត់សូវក្រាស់អីក៏យើងនៅតែមានទម្រង់នឹងដែរអញ្ចឹងគូសថ្នមថែមច្រើនដងក៏អត់បញ្ហាដែរសំខាន់កុំឲ្យដិតព្រោះថាបើសិនជាយើងគូសដិតណាពិបាកលុបទៅវិញណាប្រកាសជាមានស្នាមប្រទេសបតាអីបន្ទាប់មកទៀតគឺដល់វគ្គភ្នែកហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចយក color ថ្ពាល់ក៏បាន color ភ្នែកក៏បានប៉ុន្តែត្រូវប្រកាសថា color ដែលយើងប្រើប្រចាំថ្ងៃយកស្រាលបានហើយកឹបរុំភ្នែកក៏អញ្ចឹងដែរមិនបាច់ទៅកឹបអីយកខ្លាំងដូចយើងទៅកម្មវិធីទេកឹបគ្រាន់តែថាឲ្យវាមានភាពងាយស្រួលក្នុងការដែលយើងលាប mascara ជំហានដំបូងនៃការរៀនគូស eyeliner ទាំងអស់គ្នាត្រូវរើសប្រភេទ eyeliner ណាដែលមានទម្រង់ដូចប៊ិចដែលដៃយើងស្និទ្ធក្នុងការកាន់ហើយយើងត្រូវតម្លាក់កូនដៃឬនាងដៃនឹងបន្ទប់ជាមួយនឹងឆ្អឹងថ្ពាល់របស់យើងដើម្បីឲ្យវាមានលំនឹងហើយពេលគូសព្យាយាមបញ្ឈរចុងជក់ដើម្បីឲ្យវាមានឡាញតូចហើយយកតាមទម្រង់ភ្នែកយើងនឹងទៅជាការស្រេចហើយបន្ទាប់មកទៀតដល់វគ្គ mascara ដែលវគ្គស្រួលអ្នកណាគេក៏ចេះលាបដែរប៉ុន្តែលាបកុំលោភពេកលាបម្ដងបន្តិចដើម្បីប្រកាសថាអូខេវាពេញភ្នែកហើយលាបខាងក្រោមផង mascara ក៏អញ្ចឹងដែរអត់ទៀមទាតតែ mascara នឹងថ្លៃលាបទៅជាប់24ម៉ោងអីទេអត់ចាំបាច់ទេដោយសារតែយើងត្រូវការប្រើរាល់ថ្ងៃអញ្ចឹងងាយស្រួលលុបចេញរោមភ្នែកយើងអត់សូវដាច់ដែរសម្រាប់ color ថ្ពាល់វិញខ្ញុំចូលចិត្តប្រើប្រភេទ blush ពីព្រោះថាពេលដែលយើងដាក់ color ហ្នឹងទៅវាអត់ស្ងួតមុខហើយវិធីដាក់ color ហ្នឹងអ្នកទាំងអស់គ្នាដាក់ក្រុមភ្នែកនឹងតិចមកហើយបន្តទៅខាងស្នៀតផ្កាទម្រង់ការវាយ color ហ្នឹងគឺធ្វើឲ្យឃើញមុខរបស់យើងរៀងតូចរៀងទៅវែងពេលដែលដាក់ color ហ្នឹងហើយដៃយើងដែលនៅប្រឡាក់ color ស្រាប់ហ្នឹងយកមកដាក់ចុងច្រមុះតិចមកដើម្បីឲ្យឃើញទម្រង់ច្រមុះរបស់យើងវាស្រួចអញ្ចឹងរួចរាល់សម្រាប់ថ្ងៃនេះនៅផ្ទះក៏បានស្អាតជូនកូនទៅសាលាទៅផ្សារអីក៏ស្រួលដែរ